ជំរាបសួរបងប្អូនសិក្សានុសិស្សថ្នាក់ទី7ជាទីមេត្រីថ្ងៃនេះយើងបន្តសិក្សាជំពូកទី2ស្ដីអំពីការបញ្ជូនកម្ដៅមេរៀនទី2ស្ដីអំពីចរន្តវិលវល់ក្រោយពីបញ្ចប់មេរៀននេះបងប្អូនអាចរៀបរាប់ពីចរន្តវិលវល់នៃអង្គធាតុរាវនិងឧស្ម័នអនុវត្តចរន្តវិលវល់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃចរន្តវិលវល់ជាប្រភេទនៃការបញ្ជូនកម្ដៅពិសេសរបស់អង្គធាតុរាវនិងឧស្ម័ន 1. ចរន្តវិលវល់ 1.1 ចរន្តវិលវល់នៃអង្គធាតុរាវចរន្តវិលវល់នៅក្នុងអង្គធាតុរាវបណ្ដាលមកពីស្រទាប់ទឹកផ្នែកខាងក្រោមត្រូវកម្ដៅមុនហើយរីកមាឌទៅជាស្រាលហើយផ្លាស់ទីឡើងទៅលើចំណែកទឹកនៅផ្នែកខាងលើដែលត្រជាក់ជាងក៏ធ្លាក់ចុះមកក្រោមជំនួសវិញយើងដាំទឹកក្នុងការបាឡុងមួយដោយដាក់ប៉ូតាស្យូមតាមអង្កាណាឬកំទេចអាចរណាមួយដុំចូលទៅក្នុងទឹកនៅពេលទឹកពុះយើងសង្កេតឃើញមានស្នាមពណ៌ស្វាយឬអាចរណាផ្លាស់ទីឡើងចុះដដែលបង្កើតបានជាចរន្តមួយហៅថាចរន្តវិលវល់ 1.2 ចរន្តវិលវល់នៃឧស្ម័នយើងធ្វើការពិសោធន៍ដោយយកកង្ហារក្រដាសមួយព្យួរនឹងបំពង់កែវដែលក្រុងទៀនកំពុងឆេះចោលក្នុងបំពង់កែវទៅជាក្តៅហើយស្រាលរួចឡើងទៅលើចំណែកចោលត្រជាក់ធ្ងន់ក៏ធ្លាក់ចុះតាមបាតបំពង់កែវមកជំនួសខ្យល់ក្តៅវិញចរន្តខ្យល់នេះឡើងចុះដដែលបង្កើតបានជាចរន្តវិលវល់ដែលធ្វើឲ្យកង្ហារអាចវិលបានចរន្តវិលវល់កើតឡើងដោយសារបម្រែបម្រួលមាឌនៃអង្គធាតុរាវឬឧស្ម័នទៅតាមសីតុណ្ហភាព 2. អនុវត្តនិងផលនៃចរន្តវិលវល់ 2.1 រ៉ាឌីយ៉ាទ័រចរន្តវិលវល់ត្រូវបានយកមកអនុវត្តនៅក្នុងរ៉ាឌីយ៉ាទ័រនៃរថយន្តឬធុងទឹករថយន្តដើម្បីធ្វើឲ្យម៉ាស៊ីនរថយន្តត្រជាក់ដោយសារចរន្តវិលវល់ទឹកត្រជាក់ដែលប៉ះនឹងបំពង់ស៊ីឡាំងរបស់ពីស្ដុំក៏ឡើងក្តៅហើយផ្លាស់ទីឡើងនៅក្នុងរ៉ាឌីយ៉ាទ័រដោយសារកង្ហារបក់ខ្យល់តាមចន្លោះបំពង់តូចៗនៃរ៉ាឌីយ៉ាទ័រទឹកក្តៅក្នុងរ៉ាឌីយ៉ាទ័រត្រឡប់ទៅជាត្រជាក់រួចផ្លាស់ទីដដែលប៉ះនឹងបំពង់ស៊ីឡាំងនៃពីស្ដុំសាជាថ្មី 2.2 ប្រព័ន្ធផ្គត់ផ្គង់ទឹកក្តៅប្រព័ន្ធផ្គត់ផ្គង់ទឹកក្តៅក្នុងគេហដ្ឋានត្រូវបានប្រើប្រាស់ដោយផ្អែកលើគោលការណ៍នៃចរន្តវិលវល់ប្រព័ន្ធនេះមានប្រដាប់កម្ដៅទឹកអាងស្តុកទឹកក្តៅនិងទឹកត្រជាក់តបចុះគ្នាទៅវិញទៅមកដោយបំពង់ដោយសារចរន្តវិលវល់ទឹកក្តៅត្រូវបានបញ្ជូនពីអាងស្តុកហើយទឹកត្រជាក់ហូរចូលក្នុងប្រដាប់កម្ដៅទឹកជំនួសវិញនៅពេលយើងបើកក្បាលរ៉ូប៊ីណេសម្ពាធទឹកត្រជាក់បានរុញទឹកក្តៅឲ្យហូរចេញមកក្រៅ 2.3 ចរន្តខ្យល់ក្នុងអណ្ដូងរ៉ែកាលពីសម័យបុរាណគេបញ្ចូលខ្យល់ក្នុងអណ្ដូងរ៉ែជុំថ្មដោយអនុវត្តគោលការណ៍នៃចរន្តវិលវល់គេជីករណ្ដៅ2ឬ3បន្ទាប់មកគេដុតភ្លើងនៅបាតអណ្ដូងរ៉ែណាមួយខ្យល់នៅខាងក្នុងត្រូវកម្ដៅទៅជាស្រាលហើយហើរឡើងទៅលើចំណែកខ្យល់ត្រជាក់ក៏ចូលតាមរណ្ដៅផ្សេងទៀតមកជំនួសខ្យល់ក្តៅវិញ 2.4 កំណល់ខ្យល់បក់ពីតំបន់ត្រជាក់ទៅតំបន់ក្តៅពីព្រោះនៅតំបន់ក្តៅខ្យល់ប៉ះដីទៅជាក្តៅហើយស្រាលរួចឡើងទៅលើចំណែកខ្យល់នៅតំបន់ត្រជាក់មកជំនួសវិញបង្កជាចរន្តវិលវល់ហើយបង្កើតបានជាខ្យល់បក់